ឲ្យតែដឹងថាដើរលេងម្ដងនឹងរៀបអីវ៉ាន់ឡើងខ្ជិលបងប្អូនអើយលើកនេះទៅតែ2-3ថ្ងៃទេបងប្អូនអញ្ចឹងហើយនឹងខ្ញុំអត់បានរៀបខោអាវច្រើនទេកាលមកដល់ស្រុកប្រាំងត្បូងអូយឲ្យតែលឺថាប្តីនាំដើរលេងបងប្អូនអើយសវេសវ៉ាតោងរៀបនេះរៀបនោះសបាយអគេងអត់លក់ដល់ពេលចាស់ទៅយូរឆ្នាំទៅបងប្អូនអើយឲ្យតែលឺប្តីបបួលដើរលេងទៅជាខ្ជិលទៅវិញណានាងខ្ញុំថយច្រើនរឿងការដើរលេងនេះហ៎កុំថាដើរលេងអត់ហត់បងប្អូនដើរលេងហត់ជាងនៅផ្ទះទៀតអញ្ចឹងហើយបាននាងខ្ញុំល្វើយខ្លួនលេងចង់មែនតើទៅដូចគេនិយាយកំ pl ែងលេងបងប្អូនថាពេលហត់ចង់ទៅសាកថ្មជីវិតតែដល់ពេលទៅសាកថ្មជីវិតទៅវាហត់លើដើមអញ្ចឹងហើយបានពេលខ្លះចង់សម្រាកនៅផ្ទះឲ្យស្រួលហ្នឹងពេលដែលមានពេលសម្រាកណាព្រោះមួយថ្ងៃហត់ណាបងប្អូនហត់នឿយមែនតើជីវិតឥឡូវរៀបរួចហើយបងប្អូនអើយនឹងខ្ញុំរៀបកៅអៅតែ2កាផ្លេនិងកៅអៅគេងយប់មួយទេហើយវ៉ាលីប្រពន្ធណាណីមើលទៅបែបត្រូវដូរវ៉ាលីព្រោះដោយសារថាវាធំហ៎ខ្ញុំដាក់វ៉ាលីទូចជាងហ្នឹងហើយអានេះវ៉ាលីក៏ទៅស្រុកខ្មែរបងប្អូនអើយគេបោះបោកទិញថ្មីជ្រើងតែដល់ពេលគេបោះបោកពេកទៅឡើងក៏ពិតសំណាងវាអត់បែកដោយសារវ៉ាលីហ្នឹងវាស្វិតណាដូចសពម្ដងអញ្ចឹងនាងខ្ញុំរៀបកៅអៅហើយក៏មិនភ្លេចដែរជាមួយនឹងគ្រឿង make up ដោយសារថានាងខ្ញុំចូលចិត្តដើរលេងផាត់មុខផាត់មាត់អីឲ្យស្អាតអញ្ចឹងទៅអញ្ចឹងម្ល៉េះអាចចោលបានទេហើយនេះគឺជា favorite color lipstick របស់នាងខ្ញុំបងប្អូននាងខ្ញុំចូលចិត្តលាបអាហ្នឹងវាជាប់ហើយវាស្អាតដោយសារលើកនេះដើរលេងតែ2-3ថ្ងៃអញ្ចឹងហើយនឹងខ្ញុំដាក់ក្រែមលាបមាត់និងគ្រឿង make up របស់នាងខ្ញុំនឹងចាបន្តិចបន្តួចទេតែបើថាទៅមួយអាទិត្យឬក៏2អាទិត្យដូចសពមួយដងវិញអូយបងប្អូនអើយមិនបាច់និយាយទេវ៉ាលីកៅអៅហើយនឹងគ្រឿង make up នឹងគឺថាដូចគេរើផ្ទះអញ្ចឹងរៀបចំរវ៉ាន់នេះគឺថាដើម្បីថាគឺថាដើម្បីអូយបងប្អូនអើយនឹកចង់ឃើញពាក្យចង់និយាយថាយើងដាក់ឲ្យលើសទៅប្រសើរជាងខ្វះណាមនុស្សស្រីអញ្ចឹងឯងនឹកឃើញកាលមកដល់ស្រុកប្រាំងត្បូងអូយដើរលេងមិនថាឆ្ងាយចិត្តពេលបាកងទៅឆ្ងាយម្ដងមួយអាទិត្យ2អាទិត្យហើយមករដូវកាលបាកងនឹងដើរអត់ឈប់ទេទាល់តែអស់បាកងហ្មងហើយបើទោះជាអត់បាកងក៏ដើរលេងចិត្តសៅរ៍អាទិត្យក៏ទៅទីក្រុងប៉ារីលេងសឹងរាល់សៅរ៍អាទិត្យដែរបងប្អូននិយាយទៅគឺថាដើររហូតអត់សូវនៅផ្ទះទេដល់ពេលយើងដើរច្រើនពេកទៅវាធ្វើឲ្យយើងនឿយណាយបងប្អូននៅស្រុកបារាំងនេះគឺបែបនឹងឯងបងប្អូនភាគច្រើនមិនថាអ្នកណាជាអ្នកណាទេគេធ្វើការងារអីហត់នឿយណាអញ្ចឹងហើយគេត្រូវការពេលវេលាសម្រាកដើរលេងវ៉ាកងជុំគ្រួសារគេអញ្ចឹងណាអញ្ចឹងឲ្យតែពេលមានពេលវ៉ាកងគឺគេដើរលេងហើយគេអត់សូវសម្រាកទេបងប្អូនព្រោះដោយសារអ្នកនៅស្រុកគេមានផ្នត់កំណត់មួយថាគេរស់ស៊ីនឿយហត់ណាស់មួយថ្ងៃទល់មួយថ្ងៃពីព្រឹកទល់យប់អញ្ចឹងនៅពេលដល់ពេលដែលត្រូវដើរលេងសម្រាកលំហែគឺគេត្រូវតែដើរសូម្បីតែអ្នកដែលគាត់មានរេស្តូរ៉ង់បើកលក់ម្ហូបឬក៏អាហារអីផ្សេងឬក៏អីក៏ដោយតែគេត្រូវបិទគេទៅវ៉ាកងហើយបងប្អូនគេអត់មាននៅរ៉ាំរ៉ៃជាមួយនឹងជីវិតលក់ដូរហែងរ៉ាំណាអត់មានស្គាល់សៅរ៍អាទិត្យហើយដល់ពេលវ៉ាកងអត់បានទៅវ៉ាកងទៀតអត់ទេអ្នកខ្លះក៏គេដូរវេនគ្នាលក់ដូរចឹងទៅហើយបើអ្នកខ្លះអត់មានអ្នកដូរវេនទេគឺគេបិទហាងគេទៅវ៉ាកងហ្មងព្រោះបារាំងគេមានប្រយោគគេនិយាយបងប្អូនដែលគេតែងតែនិយាយឡើងថាជីវិតខ្លីណាស់គេមិនដឹងថាទៅវិញថ្ងៃណាអញ្ចឹងហើយគេខ្លាចពេលទៅមិនបានចាយលុយដែលគេខំរកនឹងអញ្ចឹងម្ល៉េះហើយនៅពេលដែលគេមានឱកាសចាយលុយដែលគេខំរកគេត្រូវតែចាយគេត្រូវតែដើរឲ្យស្គាល់ពីជីវិតណាមនុស្សជាច្រើនដែលគាត់តែងតែមានផ្នត់គំនិតថាអើយខំប្រឹងរកទៅក៏ម្លែងទៅដើរអត់ទាន់មានឱកាសរកត្រូវតែរកឲ្យបានច្រើនសន្សំទុកដាក់ចាំដល់ពេលចាស់សល់លុយសល់កាក់កូនចៅធំអស់ហើយចាំយើងដើរលេងក៏មិនទាន់ហួសពេលដែរវាមិនខុសទេបងប្អូនយើងគិតបែបហ្នឹងក៏វាត្រូវមួយយ៉ាងដែរប៉ុន្តែអ្នកដែលគាត់មិនធ្លាប់ជួបបញ្ហាជីវិតធ្ងន់ណាគឺគាត់អត់បានមេរៀនជីវិតគេហៅថាប្រមានជីវិតខ្លួនឯងទេពេលខ្លះនៅពេលដែលយើងខំប្រឹងរកពេកយើងដល់ថ្នាក់ឈឺលែងបានចាយលុយដែលយើងខំរកហ្នឹងក៏មានដែរបើសម្រាប់នាងខ្ញុំគិតថាជីវិតវាខ្លីណាស់អញ្ចឹងហើយអ្វីដែលយើងអាចបំពេញក្តីសុខឲ្យខ្លួនឯងបានយើងគួរតែធ្វើដោយសារតែអ្នកខ្លះគាត់រកពីក្មេងហើយសន្សំទុកខំពេកចាស់បណ្ដាលហ្នឹងហើយទៅពេលអ្នកខ្លះទៅចាស់ទៅនៅតែអត់ពេលដើរនៅតែខំប្រឹងរកអញ្ចឹងមួយជីវិតហើយទៅជាឈឺទៅជាអីទៅអត់បានចាយលុយនឹងមែនបងប្អូនអើយដើរក៏មិនរួចញ៉ាំក៏មិនបាននៅគេលើក្រែពេទ្យទើបស្ដាយក្រោយហើយទើបដឹងថាជីវិតវាមានតម្លៃដែលយើងមិនបានធ្វើអីពេលដែលយើងមានកម្លាំងណាដូច្នេះនាងខ្ញុំអត់ឲ្យស្ដាយក្រោយតន់ទេបងប្អូនអើយត្រូវដើរត្រូវហោខ្លះចាយខ្លះទៅវាក្តីសុខយើងណាអ្នកដែលគាត់និយាយបែបនេះមកពីគាត់អត់ធ្លាប់ឈឺគាត់នៅមានកម្លាំងរកគាត់គិតថាជីវិតវាថិតថេរប៉ុន្តែអត់ទេនាងខ្ញុំធ្លាប់ឈឺងើបមិនរួចហើយសោកសៅមានរឿងជាច្រើនរួមរិតនាងខ្ញុំណាអញ្ចឹងនាងខ្ញុំគិតថាពេលវេលាសម្រាប់ជីវិតហ្នឹងវាពិតជាខ្លីមែន
មនុស្សដែលអត់ធ្លាប់ជួបរឿងរ៉ាវធ្ងន់ៗនៅក្នុងជីវិតទេគាត់អត់ទាន់យល់ពីតម្លៃជីវិតទេតែអ្នកដែលគាត់ធ្លាប់ជួបហើយគឺគាត់លែងចង់បានអីទាំងអស់ដូចនឹងខ្ញុំអញ្ចឹងធ្វើម៉េចឲ្យតែរស់មានសេចក្តីសុខមានសុខភាពល្អមានក្តីសង្ឃឹមមានផាសុខភាពក្នុងជីវិតអាហ្នឹងហើយគឺជាក្តីសុខដ៏ធំបំផុតដែលទ្រព្យសម្បត្តិมันអាចជំនួសបានណាហើយកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដែលគេខ្ពស់ជាងយើងអ្នកខ្លះគាត់តែងតែមានផ្នត់គំនិតមួយដែលនឹងខ្ញុំតែងតែធ្លាប់ឮហើយគាត់ចូលខមមិននឹងខ្ញុំតែញឹកតែញយនឹងបងប្អូនគាត់តែងតែពេញចិត្តនឹងជីវិតគេហើយគាត់មើលជីវិតគេច្រើនជាងជីវិតខ្លួនឯងសោកសៅនឹងជីវិតខ្លួនឯងបន្ទោសខ្លួនឯងរហូតអត់ពេញចិត្តនឹងជីវិតខ្លួនឯងកំពុងតែរស់ទេអ្នកខ្លះគាត់និយាយថាទៅដើរលេងស្អីខំរមិនខំទេអាគេអ្នកមានគេប្រឹងចងាប់ឯងក្រគិតទៅដើរបានលុយណាសល់ពេលខ្លះពាក្យនេះនាងខ្ញុំឮអ្នកដែលគាត់ផុសនៅក្នុង Facebook គាត់និយាយបែបហ្នឹងហើយអ្នកខ្លះទៀតក៏គាត់និយាយបែបអស់សំណើចលេងសើចផងថាបើអត់លុយផងបានអីដើរបើអ្នកមានគេមានលុយបានគេមានលុយដើរយើងអត់លុយបានអីដើរតាមពិតអានឹងវាជាការពិតមួយក៏ប៉ុន្តែនាងខ្ញុំចង់បញ្ជាក់បងប្អូនថាបើសិនជាយើងចង់ឲ្យខ្លួនឯងសុបាយមិនចាំបាច់តតែចេញក្រៅប្រទេសឬដើរឆ្ងាយបានគេហៅថាជាការសុបាយរីករាយរបស់យើងទេត្រឹមតែសម្រាប់ដើរលេងលំហែកាយកម្រស៊ីធ្វើឲ្យខ្លួនឯងដល់ថ្នាក់ stress ធុញថប់ហើយมันអាចដើរបានដូចជាប់ចំណងយើងដើរលេងតាមភូមិតាមស្រុកតាមទេសកន្លែងណាដែលយើងអាចគិតថាយើងមានសមត្ថភាពដើរយើងក៏ដើរឲ្យខ្លួនឯងសុបាយចិត្តណាហើយកុំគិតថាអ្នកមានគាត់គិតតែខំប្រឹងរកស៊ីអត់ប្រឹងដើរបានគេសល់លុយសល់កាក់ខ្លាចជាអ្នកមានណាតាមពិតអ្នកមានគេដើរច្រើនជាងយើងទៀតគ្រាន់តែគេអត់បង្ហោះគេអត់បង្ហាញគេដើរបែបស្ងប់ស្ងាត់ហើយ private ជីវិតគេហើយអាការដែលចង់សុបាយរីករាយនេះមិនចាំបាច់តតែមានឬក្រទេយើងដើរតាមសមត្ថភាពលទ្ធភាពនឹងកន្លែងដែលយើងចង់ដើរនឹងទៅបងប្អូនធ្វើបន្ធូរអារម្មណ៍ភាពតានតឹងនិងភាពសុបាយរីករាយឲ្យវាត្រឡប់ចូលមកក្នុងខ្លួនរបស់យើងអានឹងបានជីវិតមានន័យពីព្រោះនៅពេលដែលយើងបានដើរច្រើនយើងស្គាល់ច្រើនយើងដឹងច្រើននេះហើយដែលគេហៅថាតម្លៃនៃជីវិតណាអញ្ចឹងសារទាំងអស់នេះគឺជាសារដាស់តឿនមួយសង្ឃឹមថាបងប្អូននឹងក្រើនរំលឹកខ្លួនឯងឲ្យជីវិតខ្លួនឯងកាន់តែល្អប្រសើរ